ទិវានៃក្តីស្រឡាញ់តែយើងដឹងថាយើងត្រូវស្រឡាញ់ណាគេអត់គឺយើងត្រូវស្រឡាញ់ខ្លួនឯងបានច្រើនអ្នកទាំងអស់គ្នាគឺយើងត្រូវស្រឡាញ់ខ្លួនឯងបានមុនគេភូមិមូលហេតុយើងត្រូវការថែទាំសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់យើងឲ្យបានល្អនៅពេលដែលសុខភាពផ្លូវកាយផ្លូវចិត្តយើងបានល្អហើយទើបយើងមានកម្លាំងក្នុងការរកទទួលទានផ្សេងដើម្បីឲ្យជីវិតយើងកាន់តែមានន័យនៅពេលឆាកជីវិតយើងទទួលបានជោគជ័យហើយទើបយើងអាចមានលទ្ធភាពជួយអ្នកមានគុណក៏ដូចជាក្រុមគ្រួសារញាតិមិត្តបងប្អូនបានដូច្នេះអ្នកទាំងអស់គ្នាគួរស្រឡាញ់ខ្លួនឯងឲ្យបានច្រើនយើងគួរយកចិត្តទុកដាក់ចំពោះរបបអាហារក៏ដូចជាការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃឥឡូវនេះងាកមកមើលវីដេអូនេះម្ដងខ្ញុំកំពុងឡើងភ្នំនៅប្រទេសស្វីសម្បត្តិគេ€40ក្នុងម្នាក់នឹងគឺថ្លៃជីកត្រកទាំងទៅទាំងមកហើយឡើងលើភ្នំហ្នឹងគេមានបឹងមួយដ៏ល្បីបឹងហ្នឹងទឹកពណ៌ខៀវស្អាតតែម្ដងដោយសារតែវារលាយចេញពីទឹកកកនៅលើកំពូលភ្នំខ្ញុំមកលេងនេះគឺចំខែ Summer អ្នកទាំងអស់គ្នាតែ Summer គេក៏18ឬក៏20ដឺក្រេដែរទោះបីយើងសប្បាយចិត្តយ៉ាងណាក៏យើងមិនភ្លេចនៅការធ្វើទង្វើល្អផ្សេងៗចំពោះអ្នកជុំវិញខ្លួនយើងដើម្បីក្តីសុខផ្លូវចិត្តនិងផ្លូវកាយរបស់យើងដូចគ្នាអ្នកទាំងអស់គ្នាទម្រាំខ្ញុំបានដើរលេងក៏ដូចជាឃើញទស្សនវិជ្ជាស្អាតសប្បាយនៅក្នុងវីដេអូនេះគឺខ្ញុំពិតជាតស៊ូមកវែងឆ្ងាយណាស់តស៊ូមកដូចជា Lancer នឹងអញ្ចឹងគឺច្រើនឆ្នាំមែនតើហើយពុះពៀធ្វើយ៉ាងណាឲ្យអតិថិជនពេញចិត្តព្រោះ Lancer ផ្ដោតទៅលើគុណភាពនិងភាពទាន់សម័យតែងតែរិះរកនៅអ្វីដែលថ្មីដែលស្អាតចុងក្រោយគេដើម្បីបង្ហាញជូនដល់បងប្អូនទាំងអស់គ្នាក៏ដូចជារូបខ្ញុំផងដែរតែងតែពំនាំនៅទេសភាពក៏ដូចជាទីតាំងផ្សេងទុកជូនបងដែលមានបំណងចង់ទៅគឺកន្លែងហ្នឹងដែលអត់ទាន់បានទៅអីអាច comment ឬឆាតសួរបានទេសភាពសោះតកាអារម្មណ៍ចឹងគឺពិតជាស្រស់ស្រាយមែនអ្នកទាំងអស់គ្នាដូច្នេះអ្នកទាំងអស់គ្នាកុំយករឿងអតីតកាលឬរឿងដែលលំបាកចិត្តមកដាក់បន្ទុកឲ្យផ្លូវចិត្តខ្លួនឯងច្រើនពេលដែលយើងតបប្រមល់ពេលនោះគឺយើងអត់មានកម្លាំងក្នុងការធ្វើការអីទេគឺយើងគិតតែធុញហើយយើងមិនដល់ឲ្យពេលវេលាទៅមុខដល់អត់ប្រយោជន៍ដូច្នេះសរុបជារួមខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស្រឡាញ់ខ្លួនឯងគាំទ្រខ្លួនឯងលើកទឹកចិត្តខ្លួនឯងនៅទង្វើល្អរបស់ខ្លួនឯងបានធ្វើកុំបោះបង់ខ្លួនឯងចោលអសោះទោះបីជោគជ័យថ្ងៃនេះក្តីឬថ្ងៃក្រោយក្តីយើងមិនត្រូវភ្លេចខ្លួនឬក៏បណ្ដោយខ្លួនឲ្យធ្លាក់ក្នុងអំពើមិនសមគួរណាមួយឡើយឥឡូវនេះវីដេអូដំណើរកម្សាន្តនៅប្រទេសស្វីសបានបញ្ចប់ហើយរីករាយទិវានៃក្តីស្រឡាញ់អ្នកទាំងអស់គ្នា